អនុវិទ្យាល័យដងតុងដែលស្ថិតនៅក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុងបានទទួលនៅអំណោយឧបត្ថម្ភជាសារពហុបំណងពីសមាគមពេទ្យថ្មីជប៉ុនតាមមូលនិធិជប៉ុននិងអង្គការគីហ្សូណាដើម្បីចូលរួមចំណែកលើកកម្ពស់នៅបរិយាកាសជុំវិញសាលារៀននិងវិស័យកីឡាថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់សាលាពហុបំណងមួយនៅថ្ងៃទី21ខែឧសភាឆ្នាំ2025លោកស្រីគីប៊ុនហៀងដែលជាអគ្គលេខាធិការរងនៃអង្គការគីហ្សូណាបានលើកឡើងថាការសាងសង់សាលពហុបំណងនេះឡើងគឺដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនៅការអនុវត្តមុខវិជ្ជាអប់រំកាយកីឡានិងបរិយាកាសសិក្សាខាងក្រៅសម្រាប់សិស្សានុសិស្សកាន់តែចូលចិត្តការរៀនសូត្របន្ថែមទៀតលោកស្រីបានបន្តទៀតថាកន្លងទៅអង្គការរបស់លោកស្រីតាមរយៈជំនួយថវិកាពីមូលនិធិជប៉ុនសាលពហុបំណងនេះគឺបានផ្ដល់ជូនចំនួន2សាលារៀនរួចមកហើយដែលក្នុងនោះមានដូចជាវិទ្យាល័យកោះស្ដេចនិងវិទ្យាល័យហ៊ុនសែនចំការលើចំណែកឯសាលពហុបំណងទាំង3ដែលកំពុងតែដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះគឺជាជំនួយថវិកាមកពីសមាគមពេទ្យថ្មីជប៉ុនតាមរយៈមូលនិធិជប៉ុនដែលបានផ្ដល់ជូនដល់វិទ្យាល័យបតុមសាគរវិទ្យាល័យឫស្សីជ្រុំនិងវិទ្យាល័យដងតុងអង្គការគីហ្សូណាគឺជាអង្គការក្រៅរាជរដ្ឋាភិបាលដែលផ្ដល់ជំនួយថវិកាទាំងស្រុងពីមូលនិធិជប៉ុនដែលផ្ដោតទៅលើការផ្ដល់អាហារូបករណ៍នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញនិងសាលាគរុកោសល្យនិងវិក្រិតការតាំងពីឆ្នាំ2008ដល់ឆ្នាំ2022បច្ចុប្បន្នបន្តបម្រើការងារនៅក្នុងខេត្តកោះកុងខេត្តព្រះវិហាររតនគិរីមណ្ឌលគិរីស្ទឹងត្រែងនិងរាជធានីភ្នំពេញលោកស្រីឈីវ៉ាអភិបាលរងខេត្តកោះកុងបានស្វាគមន៍និងទទួលយកនូវសមិទ្ធផលថ្មីផ្នែកអប់រំពីប្រទេសជប៉ុនដែលយកចិត្តទុកដាក់ខ្ពស់ពីតម្រូវការរបស់សាលារៀននៅក្នុងភូមិសាស្ត្រខេត្តហើយលោកស្រីជឿជាក់ថាអង្គការគីហ្សូណានឹងបន្តផ្ដល់ជំនួយការសិក្សាអប់រំនេះបន្ថែមទៀតទៅតំបន់ជនបទដាច់ស្រយាលដែលខ្វះខាតសម្ភារៈសិក្សាអគារនិងគ្រូបង្រៀនជាដើមលោកស្រីអភិបាលរងខេត្តបានចាត់ទុកថាការធ្វើឲ្យសាលារៀនមានស្តង់ដារគំរូល្អគឺជាយន្តការជួយពង្រឹងនៅកិច្ចកំណែទម្រង់វិស័យអប់រំកាន់តែទទួលបានជោគជ័យនិងមានធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដបម្រើដល់សង្គមជាតិទៅថ្ងៃមុខដោយឡែកឯកឧត្តមវងភិរុនដែលជាអនុរដ្ឋាភិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណរគុណដល់អង្គការគីហ្សូណានិងអង្គការសមាគមពេទ្យថ្មីជប៉ុនដែលផ្ដល់នូវជំនួយដល់វិស័យអប់រំដ៏មានសារៈសំខាន់ជូនដល់ខេត្តកោះកុងក្នុងន័យបុព្វហេតុជួយការលំបាករបស់សាលារៀននៅតំបន់ដាច់ស្រយាលពីគេឯកឧត្តមបានបន្ថែមទៀតថាសមិទ្ធផលខាងលើនេះគឺសបញ្ជាក់ឲ្យឃើញពីការឆ្លើយតបនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពនៅក្នុងការសម្ដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឲ្យមានចំណេះដឹងនិងសមត្ថភាពខ្ពស់មានភាពច្នៃប្រឌិតនវានុវត្តន៍និងក្រមសីលធម៌ខ្ពស់ដើម្បីអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នលើចក្ខុវិស័យឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់